កម្ពុជាអត់មានជំរឿសអីទេដោយសារតែខ្លួនគឺជាជនទុនខ្សោយហើយត្រូវតែសញ្ញេប្រគល់ធ្វើសម្បទានដោយកាត់ដីមួយចំនួនហ្នឹងឲ្យថៃសិនដើម្បីដោះដូរយកសេចក្តីសុខកុំឲ្យគេវាយកាន់តែរៀលដាលស្លាប់ទាហានយើងស្លាប់ជនស៊ីវិលកាន់តែច្រើននេះគឺជាប្រវត្តិសាស្ត្រចារយ៉ាងច្បាស់នៅក្នុងក្រាំងគម្ពីរណាទស្សសម័យចំនួនណាក៏គេថាយើងខ្សោយជាងគេហើយយើងអត់មានជំរឿសយើងសុកចិត្តចោះចាញ់លើកទង់ជ័យសឲ្យព្រមទទួលយកកន្លែងគេវាយបានប៉ុន្មានវាយយកប៉ុណ្ណឹងសិនទៅកុំឲ្យអស់លើសដើមហ្នឹងតើកម្ពុជាធ្វើខុសមែនបងប្អូនអត់ខុសទេរដ្ឋាភិបាលអត់មានបានធ្វើខុសទេគឺរដ្ឋាភិបាលធ្វើដើម្បីទី1រក្សាសុខសន្តិភាពទី2កុំឲ្យស្លាប់ប្រជាពលរដ្ឋយើងកាន់តែច្រើនស្លាប់ទាហានយើងកាន់តែច្រើនជនភៀសសកកាន់តែច្រើនទី3គឺដើម្បីកុំឲ្យថៃវាយចូលបានកាន់តែច្រើនយកតំបន់ផ្សេងទៀតដែលទាហានខ្មែរមិនអាចទប់បានទេព្រោះគេប្រើសពាវុធគេសម្បើមពេកយើងមិនដល់គេតើខុសមែនរដ្ឋាភិបាលធ្វើនឹងខុសមែនអត់ខុសទេរដ្ឋាភិបាលធ្វើអត់ខុសទេគឺធ្វើដើម្បីរក្សាសុវត្ថិភាពក្នុងនាមជាអ្នកចាញ់តែយើងត្រូវទទួលស្គាល់ឲ្យកុំមកខែងរែងមកអួតខុសរឿងថាទាហានយើងអង្គអាចក្លាហានដល់មហិមាណាស់សុទ្ធតែវីរៈកងទ័ពការពារដីយើង62កន្លែងអត់បាននៅគង់ផងគេយកអស់ហើយនឹងវីរៈកងទ័ពខ្ញុំសរសើរបេះដូងទាហានយើងដែលអោបកភ្លើងសុកចិត្តឲ្យគេទម្លាក់គ្រាប់ស្លាប់រង្គាលនេះគឺជាវីរៈនៃភាពស្មោះត្រង់ដើម្បីជាតិមាតុភូមិគឺមិនអាចនឹងទៅដកហូតអំពីសេចក្តីក្លាហានរបស់ទាហានយើងបានទេក៏ប៉ុន្តែត្រូវបន្ទោសថ្នាក់ដឹកនាំរបស់យើងដែលដឹកនាំឲ្យប្រព័ន្ធការពារជាតិយើងទុនខ្សោយរហូតតឲ្យទាហានយើងស្លាប់ពេញព្រៃហើយឲ្យគេវាយយកបានយើងអត់អាចការពារដែនអធិបតេយ្យបានដោយសារយើងមិនមែនដោយសារទាហានយើងខ្វះភាពក្លាហានទេទាហានយើងអង្គអាចក្លាហានយើងសរសើរប៉ុន្តែយើងអត់មានសពាវុធគ្រប់គ្រាន់ដើម្បីទប់នឹងគ្រឿងយន្តគ្រឿងចក្ររបស់គេអានឹងគឺជាការបរាជ័យរបស់ការដឹកនាំរដ្ឋរបស់យើងត្រូវទទួលស្គាល់ជាប្រវត្តិសាស្ត្រហើយឥឡូវហ្នឹងយើងស្អំចិត្តថាទាហានវីរៈកងទ័ពហ្នឹងគឺយើងដើម្បីស្អំចិត្តប្រជាពលរដ្ឋជាពិសេសកងទ័ពកុំឲ្យខឹងនឹងរដ្ឋាភិបាលដែលធ្វើឲ្យពួកគាត់ស្លាប់រង្គាលបែបនេះហើយនឹងក្តៅកាហាយបាត់ដីបាត់អីទេយើងនឹងស្អំចិត្តតាយកកែនមនុស្សដើម្បីធ្វើឲ្យមានការឈឺចាប់ប្រឆាំងថៃយើងកំពុងតែពង្រៀងការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋទេតាមពិតប្រជាពលរដ្ឋសប្តាហ៍នេះអ្នកដែលត្រូវរករឿងខ្លាំងជាងគេគឺរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាទេដែលធ្វើឲ្យទឹកដីរបស់យើងបាត់ទៅរដ្ឋអធិបតេយ្យរបស់យើងជារដ្ឋអធិបតេយ្យបាត់ទឹកដីទៅឲ្យគេមិនអាចមានលទ្ធភាពការពារខ្លួនផងណាយើងសាកគិតមើលយើងជាម៉ែឪនៅក្នុងគ្រួសារមួយយើងឲ្យចៅមកចូលប្លន់សម្រាប់ក្រុមគ្រួសារយើងលួចទ្រព្យសម្បត្តិយើងអត់មានលទ្ធភាពទប់ការពារចៅបានផងហ្នឹងចុងក្រោយគឺយើងត្រូវលុតជង្គង់ព្រមជាមួយនឹងចៅថាយកអីយកទៅកុំសម្រាប់គ្រួសារខ្ញុំថែមទៀតអីយកចោះទ្រព្យសម្បត្តិដែលយកបានហ្នឹងកាត់អាកន្លែងណាស់ខ្លះណែឯងចូលមកយកហ្នឹងគឺនៅណានៅនឹងសិនទៅព្រោះអីខ្ញុំអត់ចង់ឲ្យស្លាប់ក្រុមគ្រួសារខ្ញុំច្រើនទៀតនេះជាសិលធម៌របស់ម៉ែឪមួយដែរនៅក្នុងពេលដែលដឹងតែខ្លួនឯងទុនមិនអាចតតាំងជាមួយសត្រូវបានគឺមានតែធ្វើសម្បទានដើម្បីទប់ដោះមកគ្រាសិនមិនមែនជាកំហុសទេជាសិលធម៌ជាសុជីវធម៌ឪពុកម្ដាយខ្សោយយើងអត់អាចទៅតដៃជាមួយសត្រូវបច្ចាមិត្តដែលមានកភ្លើងជ្រងច្រាងមកបានយើងមានតែកបិតចិត្តបន្លែហើយគេសិតតែក្របបែកសិតតែជាកភ្លើងធំតែយើងត្រូវតែឲ្យគេព្រមបន្តិចសិនទៅមិនចឹងឲ្យយើងដើម្បីរស់យើងត្រូវទទួលស្គាល់ការពិតថាយើងខ្សោយដើម្បីរស់អត់មានអីខុសឆ្គងទេអ្នកដែលទុនខ្សោយគេចាញ់សុកចិត្តចាញ់ដើម្បីសុខសេចក្តីសុខរបស់ក្រុមគ្រួសារមកគ្រាមានអីហើយទៅយើងចុះហត្ថលេខាព្រមជាមួយថៃបើយើងមិនព្រមឲ្យគេដីយើងប្រមាណដុំហ្នឹងទៅឲ្យគេគ្រប់គ្រងហ្នឹងថៃគេវាយដុតផ្ទះយើងចោលអស់ហើយគេគ្រប់គ្រងដែនអធិបតេយ្យយើងដឹងប្រមាណកន្លែងទៀតតើយើងច្បាស់ទេថាយើងអាចទប់ទល់ដែនអធិបតេយ្យរបស់យើងដែលថៃបើវាយទៀតថៃមិនវាយច្រើនជាងហ្នឹងទៀតថៃវាយដល់ណាដល់ណីទៀតក៏បានដែរព្រោះអីទៅហ៊ានគេវាយទម្លាក់គ្រាប់បែកចូលដល់90គីឡូដីនៅក្នុងដីខ្មែរ F16 គេមានរឿងអីគេខ្លាចគេចង់ទម្លាក់គ្រាប់ដល់ទីក្រុងភ្នំពេញរបស់យើងទួលកសាំងក៏បានដែរវាអត់មានអីថៃទប់បានទេយើងត្រូវទទួលស្គាល់ការពិតប៉ុន្តែសួរថាតើយើងសរសើរភាពខ្លាំងអស្ចារ្យរបស់ថៃមែនទេគឺយើងត្រូវកោតទោសថៃនៅអំពើឈ្លានពានកក្លឿនរំលោភច្បាប់អន្តរជាតិ
ដោយសារតែខ្មែរយើងខ្សោយហើយថៃមកប៊ូលីយើងត្រូវអាណិតប្រជាប្រដ្ឋខ្មែរយើងត្រូវអាណិតរដ្ឋាភិបាលខ្មែរដែរនៅក្នុងពេលដែលការពៀខ្លួនមិនបានប៉ុន្តែអាការអាណិតរដ្ឋាភិបាលខ្មែរនិងប្រជាប្រដ្ឋជាពិសេសគឺគណៈបកប្រជាជនកម្ពុជាដឹកនាំនេះគឺយើងអាណិតនៅក្នុងន័យថាជាម៉ែឪយើងគ្រប់គ្រងកូនអត់បានដល់អញ្ចឹងទៅធ្វើសម្បទានប៉ុន្តែម៉ែឪយើងនឹងក៏ជើធ្លុះពីដើមមកកូនចៅខ្លួនឯងនឹងធ្វើឲ្យខ្លោចផ្សារទឹកភ្នែកគ្រប់គ្នារហូតតពេលមានសត្រូវប្រចាមិត្តមកវាយយើងគឺកូនចៅខ្លួនឯងហ្នឹងអត់មូលមាត់គ្នាថាតើសត្រូវខុសឬក៏ឪម៉ែយើងខុសយើងនៅខ្វែងយោបល់គ្នាអញ្ចឹងណាបងប្អូនសប្ងៃហ្នឹងយើងអញ្ចឹងថៃគេវាយយើងមកហើយតាមពិតណារឿងបើជាសុជីវធម៌ជាសិលធម៌តែផ្លូវមួយគត់គឺខ្មែរយើងគ្រប់រូបទាំង18លាននាក់អត់មានគិតអីខុសក្រៅពីថៃឈ្លានពានត្រូវតែស្អប់ខ្ពើមអ្នកនយោបាយថៃនិងទាហានថៃហើយត្រូវតែតតាំងទាយកដីខ្មែរពីថៃមកវិញឲ្យខាងតែបានគឺសម្រួចទៅតាមមួយផ្លូវហ្នឹងបើយើងគិតឲ្យជាយុត្តិធម៌ប៉ុន្តែខ្មែរយើងធ្វើអត់បានយើងចាញ់គេម៉ែឪយើងទប់ការពារកូនចៅអត់បានគេមកសម្លាប់សាច់ញាតិយើងបងប្អូនយើងលួចយកទ្រព្យយើងបានយើងសញ្ញេឲ្យគេយកខ្លះអីខ្លះយើងគួរតែថ្កោលទោសថៃមានបងប្អូនក្រុមគ្រួសារយើងថ្កោលទោសម៉ែឪយើងដែរបងប្អូនមានឆ្ងល់ទេហេតុអីហើយគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាមកររឿងគ្នាឯងសាច់ឯងបងប្អូនឯងកូនចៅឯងពេលមានចោលប្លន់មកចូលផ្ទះមកសម្លាប់គ្នាយើងតដៃគេមិនឈ្នះគេមានគ្រាប់បែកគេមានកភ្លើងយន្តគេមានអីយើងមានតែកបាត់ចិត្តបន្លែរួយតពេលយើងសុកចិត្តព្រមឲ្យគេយកទ្រព្យខ្លះអីខ្លះអត់ព្រមជួយរឿងថៃមករករឿងម៉ែឪណេះវិញណានឹងគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលគេចោទចឹងគេថាអ្នកឯងហ្នឹងកូនទាំងអស់ហ្នឹងកូនក្បត់ជាតិហ្នឹងអាកូនអ្នកដែលតវ៉ាមករករឿងម៉ែឪអត់ព្រមរករឿងថៃណាថាកូនហ្នឹងក្បត់ជាតិប៉ុន្តែបងប្អូនបើយើងជាមនុស្សសច្ចយុត្តិធម៌ក៏យើងត្រូវដឹងដែររឿងថៃឈ្លានពានអត់មានអ្នកណាជជែកអីខុសពីថៃឈ្លានពានត្រូវតែថ្កោលទោសថៃអត់មានអីត្រូវប្រកែកគ្នាកើតទេអាហ្នឹងក៏ប៉ុន្តែមកមើលចរិតម៉ែឪយើងវិញហេតុអីបានជាម៉ោងហ្នឹងកូនចៅបែរទៅជានាំគ្នាឆ្លោះគ្នាមកចោលមុខម៉ែឪរឿងចោលប្លន់អត់ទៅស្ដីឲ្យចោលមកស្ដីឲ្យម៉ែឪដោយសារចរិតម៉ែឪយើងបើយើងនាំគ្នាការពារឲ្យកូនចៅនឹងរឹងមាំណាគឺយើងមានញាតិមិត្តចិត្តខាងអ្នកភូមិផងលបងជាមួយហ្នឹងឲ្យមានញាតិមានអីគេជួយមើលដឹងតែចោលមកពីដើមភូមិមកបងប្អូនគោះតដោកគោះអីមកគឺយើងត្រៀមយើងបិទទ្វារយើងការពារយើងអីហើយយើងត្រៀមឬក៏យ៉ាងហោចណាក៏បកាមុនអីទៅព្រោះមានបងប្អូនមកភូមិគេមកជួយទប់ការពារកុំឲ្យចោលចូលហើយកូនចៅហ្នឹងក៏នាំគ្នាពួតដៃគ្នាដែរដើម្បីទប់ទ្វារកុំឲ្យចោលវាយចូលមកបានព្រោះយើងមានកម្លាំងរួមតែអត់ផងណាអ្នកភូមិផងលបងជាមួយរបស់យើងអត់ត្រូវជាមួយនរណាសោះសហគមន៍អន្តរជាតិណាក៏អត់ត្រូវជាមួយខ្មែរដែរដោយសារតែយើងរំលាយសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យធ្វើបាបអ្នកកាសែតអង្គការសង្គមស៊ីវិលងើបមួយវាយមួយចាប់អ្នកសកម្មជនដាក់គុកគេថ្កោលទោសយើងមកកណកដឹកអត់រៀងចាលអត់ឈឺក្បាលអីបន្តិចសោះខ្លួនឯងខ្សោយខ្លួនឯងអីក៏ប៉ុន្តែយកអំណាចផ្ដាច់ការដើរគំរាមកំហែងគេអ្នកចិត្តខាងអ្នកភូមិអីគេអឲ្យតែយើងអាលាយហ្នឹងព្រោះអីយើងចរិតវាអញ្ចឹងហើយអត់មាននរណាមកជួយទប់គោះតដោកអីទាំងអស់មកចូលបាក់ទឹកទំនប់ហើយដល់ពេលកូនចៅនៅក្នុងផ្ទះនេះឃើញចរិតម៉ែឪនេះគឺកូនបែកខ្ញែកគ្នាបាត់ហើយហ្នឹងកូនមានមកខាងទៅឪទៅមកខាងទៅម៉ែឬក៏មកខាងគ្រប់ត្រគ្រួសារនេះមកខាងចំទាស់ព្រោះឃើញអំពីការធ្វើទុកបុកម្នេញកូនចៅខ្លួនឯងសាច់ឯងចាប់ដាក់គុកវាយបាច់ក្បាលបាច់ក្បូងធ្វើបាបគ្នាមកអាយុមកហើយគ្នាស្រែកអីក៏តាមបានដែរសុទ្ធតែសម្លុតសុទ្ធតែអីបើថាលុតជង្គង់សុំទោសអាហ្នឹងកូនហ្នឹងរួចខ្លួនតវ៉ាអីក៏តែមិនបាននៅក្នុងគ្រួសារមានបញ្ហាអីគឺកូននិយាយអីអត់បានគឺត្រូវតែស្ដាប់ម៉ែឪដែលម៉ែឪទាំងខុសយ៉ាងម៉េចក៏និយាយអត់បានសិតថាកូននឹងអត់ពូជអត់អំបោក្បត់គ្រួសារដល់អញ្ចឹងកូនគុំដែរណាដល់ថ្ងៃណាមួយបន់ឲ្យម៉ែឪលលាយតាព្រោះម៉ែឪមិនមែនដោយគុណធម៌ហើយដល់ពេលមានបញ្ហាពួកពេលពួកដែលចោលប្លន់គេចូលមកហើយទៅស្រាប់តែ
ធ្វើបាបក្រុមគ្រួសារវាជាសិលធម៌របស់កូនចៅវាត្រូវអាណិតម៉ែឪហើយប៉ុន្តែវាជាឱកាសរបស់កូនចៅដែលកំពុងតែស្អប់ម៉ែឪស្រាប់នេះដែលម៉ែឪឲ្យចិត្តអណ្ដេរថៃនេះធ្វើបាបតែកូនឯងនេះអត់ព្រមផ្សះផ្សាឲ្យកូនឯងមានណែស្រឡាញ់គ្នាឬក៏មានធម៌មេត្តាមានព្រមវិហារធម៌ជាមួយក្រុមគ្រួសារកូនចៅឯងនេះយើងធ្វើអញ្ចឹងជាមួយគ្រួសារឯងឲ្យខ្លោចផ្សារកទីបំផុតគ្មានហើយដល់ពេលមានបញ្ហាសត្រូវគេមកពីក្រៅអាខាងក្នុងនឹងអត់មូលមាត់គ្នាហើយឲ្យគាត់និយាយសរសើរម៉ែឪមិនបើម៉ែឪធ្វើអញ្ចឹងមកកុំបន្ទោសកូនកុំបន្ទោសកូនដែលម៉ោងហ្នឹងមិនព្រមរករឿងពួកសត្រូវតាមពិតកូនហ្នឹងក៏រករឿងសត្រូវដែរថ្កោលទោសសត្រូវរាប់ប្តឹងសត្រូវទៅតុលាការអន្តរជាតិអង្គចៅប្លន់ហ្នឹងទៅតុលាការអន្តរជាតិទៅតុលាការព្រំប្រទានយុតិធធអីប៉ុន្តែនៅមានកូនមកក្រុមហ្នឹងទៀតដែលនាំគ្នាមកវាយមកជេរបតិចទៀតថាមិនក៏បានទៅប្តឹងទៅអញ្ចឹងទុកឲ្យចៅយកទៅយើងនឹងទារបស់ហ្នឹងមកវិញបានទៅរករឿងកូនហ្នឹងទៀតហើយយើងឲ្យត្រូវគ្នាមិនរបៀបដឹកនាំរបៀបម៉ែឪយើងគ្រប់គ្រងកូនអញ្ចឹងយើងកុំបន្ទោសកូនយើងបន្ទោសរបៀបដឹកនាំមើលថែទាំគ្រួសារយើងវិញនេះគឺជាមេរៀនប្រវត្តិសាស្ត្រមួយដែលថ្នាក់ដឹកនាំគួរតែឆ្វេងយល់ហើយកែប្រែកុំធ្វើដូចដដែលទៀតប្រវត្តិសាស្ត្រនេះមិនអត់ឱនឲ្យរបៀបដឹកនាំរដ្ឋបែបនេះទេទីមួយគឺយើងបរាជ័យមិនអាចការពារក្រុមគ្រួសារខ្លួនឯងបានពីចៅប្លន់គឺចៅថៃទី2គឺយើងអាចផ្សះផ្សាក្រុមគ្រួសារឯងបានសូម្បីតែគេចូលមកប្លន់មកលួចយើងអស់ចិត្តកូនស្រែកចុះស្រែកឡើងចាប់អាកូននឹងដាក់គុកទៀតតាក់តងរឿងថៃនៅតែវាយនៅតែងើបមួយវាយមួយអាកូនចៅឯងនឹងដដែលអាកូនចៅឯងដែលធ្វើទុកបុកម្នេញចាប់ដាក់គុកចាក់អីពីមុនមកអត់ព្រមដោះលែងនៅតែថែមដាក់ទោសទៀតហើយឲ្យកូនចៅសរសើរម៉ែឪតែធ្វើល្អមើលទង្វើខ្លួនឯងផងទង្វើល្អគឺបានដោយការសន្សំមិនមែនដោយការភ្ជុំកំភ្លើងឲ្យគេគោរពទេសេចក្តីគោរពសេចក្តីខ្លោបខ្លាចនៃអំណាចបុណ្យនៃអំពើល្អគឺបានមកពីការសាងអំពើល្អនិងគុណធម៌និងសុជីវធម៌សិលធម៌និងការធ្វើត្រូវមិនមែនបានមកពីការគំរាមកំហែងងើបមួយវាយមួយឲ្យគេគោរពកោតខ្លាចទេគេអាចលុតជង្គង់នៅចំពោះមុខហ្នឹងលិតស្បែកជើងណាប៉ុន្តែគេមិនខ្លាចគេមិនគោរពទេចេញក្រោយមកគេនិយាយដើមហុយដីទេព្រោះអាទង្វើហ្នឹងគឺជាទង្វើបាក់បបខ្លោបខ្លាចមិនមែនជាទង្វើគោរពដោយអស់ចិត្តពីបេះដូងទេហើយសពថ្ងៃហ្នឹងគេធ្វើអញ្ចឹងឃើញអ្នកខ្លះអោនលិតស្បែកជើងអីហ្នឹងឬក៏សាពះពោតហ្នឹងគឺដើម្បីលៀបសការៈនឹងទប់ការភ័យខ្លាចទេប៉ុន្តែឲ្យសមានចិត្តបេះដូងគឺមិនមែនអញ្ចឹងទេព្រោះអីម៉ែឪនេះគឺធ្វើឲ្យកូននេះបែកខ្ញាច់គ្នាឥឡូវយើងវិលមកវិញអំពីការដែលយើងនៅតែនិយាយថាយើងមិនទទួលស្គាល់នៅការដែលប្រព្រឹត្តរបស់ទាហានថៃនៅលើដីខ្មែរថារឿងនេះជារឿងខុសច្បាប់យើងមិនអាចនិយាយដដែលអញ្ចឹងបានទៀតទេប្រជាពលរដ្ឋដែលគ្នាខ្វះសេចក្តីចេះដឹងយើងចេះតែលុះក្រោមឥទ្ធិពលនៃនយោបាយប្រជាប្រដ្ឋរបស់កម្ពុជានៅក្នុងការលៀងស្អំចិត្តហើយពលរដ្ឋាភិបាលកម្ពុជានៅពេលដែលអាម៉ាស់មុខខ្លាំងមែនតើគឺគ្មានអ្វីក្រៅពីនយោបាយប្រជាពិធដើម្បីស្អំចិត្តតែប៉ុណ្្នឹងឯងនៅតែគិតថាខ្លួនឯងចុះហត្ថលេខាឲ្យគេនៅណានៅហ្នឹងហើយអត់ទទួលស្គាល់ហើយគិតថាបានផលចឹងមកខ្ញុំថាការដែលធ្វើរឿងដដែលរំពឹងបានលទ្ធផលថ្មី800ដងហើយហ្នឹងយើងថ្កោលទោសយើងបដិសេធហ្នឹងតើបានប្រយោជន៍អីឥឡូវយើងចាប់ផ្ដើមប្រកាសឲ្យថៃរៀបចំគណៈកម្មការកិច្ចការចម្រុះព្រំដែនសីមាខ្មែរថៃ JBC គេកិច្ចរហូតថៃកិច្ចយើងរហូតបងប្អូនដឹងទេហេតុអីបានជាកិច្ចដោយសារតែថៃគេថាគេកំពុងរៀបចំគណៈរដ្ឋមន្ត្រីចាំមានរដ្ឋាភិបាលថ្មីឥឡូវរដ្ឋាភិបាលថ្មីគេបង្កើតអីហ្នឹងឥឡូវខែឧសភាចិត្តដាច់ទៀតហើយពាក់កណ្ដាលខែទៀតហើយជាងពាក់កណ្ដាលខែទៀតហើយថៃគេមិនមកបង្កើតគណៈកម្មការគេថាចាំរើសសមាជិកគេមិនទាំងខ្វល់មកធ្វើហើយចាំមើលដល់ពេលយើងប្រាប់ទៅសាំដដែលដល់ចំណុចមួយថៃប្រាប់ថាលុបអា MOU 2000នឹងចោលតែម្ដងក៏ឲ្យបាត់អាក្របខ័ណ្ឌយន្តការគណៈកម្មការ JBC នោះកុំឲ្យខ្មែរចាំផ្ដាច់បាច់ទៅហៅ JBC រួចទៅគេលុបអា2001បានហេតុអីគេលុបអា2000នឹងអត់បានព្រំដែនគោកហ្នឹងដូច្នេះយើងអត់មានសង្ឃឹមអីតតែសោះសពថ្ងៃនេះអ្វីដែលយើងធ្វើបានហ្នឹងគឺជាការស្អំចិត្តលួងចិត្តប្រជាពលរដ្ឋឲ្យជឿថារដ្ឋាភិបាលអត់បរាជ័យអីទេធ្វើត្រូវគ្រប់រឿង
អឺព្រមឲ្យដីគេគ្រប់គ្រងក៏រដ្ឋាភិបាលធ្វើត្រូវពលរដ្ឋាភិបាលអត់ទទួលស្គាល់ផងអញ្ចឹងប្រជាពលរដ្ឋស្ដាប់មកថាចាំមិនបានដីនឹងបានទៅគេពលរដ្ឋាភិបាលខ្មែរយើងអត់ទទួលស្គាល់ហើយណាមួយមានច្បាប់អន្តរជាតិទាំងធម្មនុញ្ញអង្គការសហប្រជាជាតិមានទាំងអនុសញ្ញាក្រុងហ្សឺណែវលើកទី4សតការពីកម្ពុជាទាំងអស់ថាអាតបនឹងមិនអាចមករំលោភឈ្លានពានដែនអធិបតេយ្យប្រទេសមួយយកមកគ្រប់គ្រងបានទេព្រោះច្បាប់អន្តរជាតិការពារប៉ុន្តែដូចខ្ញុំជម្រាបជូនបងប្អូនចឹងច្បាប់អន្តរជាតិវាមានការពារយើងអត់ចាំបាច់ប្រកាសទេប៉ុន្តែរឿងដែលធ្ងន់បំផុតគឺយើងចុះហត្ថលេខាឲ្យគេរឿងនៅតែកន្លែងហ្នឹងឯងបងប្អូនបើយើងមិនចុះហត្ថលេខាជាមួយថៃបងប្អូននឹងសួរខ្ញុំវិញថាអូមួងណារ៉េតនេះជួញសង្គ្រាមហ្មងខ្ញុំស្អប់ណាស់សង្គ្រាមខ្ញុំស្អប់ណាស់ការបង្ហូរឈាមកម្ពុជាឆ្អែតឆ្អល់ហើយឆ្អែតឆ្អន់គឺយើងជួបភ្នក់ភ្លើងសង្គ្រាមម៉ោងនេះប្រជាពលរដ្ឋកម្ពុជាចង់បានសេចក្តីសុខសន្តិភាពពិតប្រាកដមិនមែនសេចក្តីសុខសន្តិភាពនៅលើមាត់អ្នកថាទេគឺសេចក្តីសុខសន្តិភាពទាំងការនិយាយស្ដីក៏គ្មានអ្នកធ្វើទុកបុកម្នេញការដើរហើរទៅណាក៏បានការប្រកបរបរទទួលទានចិញ្ចឹមជីវិតមានភាពស្មើគ្នាដោយមិនមានអំពើពុករលួយគ្មានការរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ការបោះឆ្នោតជ្រើសរើសគណៈបកនយោបាយដែលខ្លួនពេញចិត្តអង្គការសង្គមស៊ីវិលឯករាជ្យអាចបើកបានដោយសេរីដោយមិនមានការបង្គាប់បញ្ជាបង្ខំឬអាជ្ញាធរចុះតាមមើលគ្រាន់តែប្រជុំនិយាយពិសិដ្ឋការពារដីធ្លីបរិស្ថានរបស់អ្នកភូមិអង្គការកាសែតអីស្ថាប័នផ្សព្វផ្សាយព័ត៌មានគេអាចនិយាយស្អីបានដើម្បីរិះគន់រដ្ឋាភិបាលប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ទាំងជាតិទាំងអីហ្នឹងគឺជារបស់ជាតិពិតប្រាកដមិនមែនរបស់បកអ្នកដែលបញ្ញវន្តនិស្សិតអីហ្នឹងគឺអាចនិយាយស្ដីអីដើម្បីជាគំនិតបញ្ញាកសាងជាតិរួមគ្នាមិនមែនងើបមួយវាយមួយគឺប្រជាពលរដ្ឋខ្មែរចង់បានសន្តិភាពបែបនេះខ្ញុំជឿថាបើយើងមានសន្តិភាពផ្លូវចិត្តនិងផ្លូវកាយដែលប្រជាពលរដ្ឋមូលមាត់គ្នាផ្សះផ្សាគ្នាបើទោះជាថៃវាយយើងប៉ុណ្ណាក៏ដោយក៏យើងមិនឈឺចាប់ខ្លាំងដល់ឥឡូវដែរអត់ឈឺចាប់ត្រង់ថាគ្រួសារអត់បែកបាក់គ្នាទេគេមកប្លន់យើងមែនគឺយើងនៅអាណិតអោបកសោបយំជួយគ្នាលើកទឹកចិត្តគ្នាដោយសារតែគ្រានេះគឺគ្រាលំបាកយ៉ាងហោចណាស់ក៏យើងមានកម្លាំងចិត្តមួយដ៏មុតមមគឺយើងជាជាតិសាសន៍មួយដែលមានការសាមគ្គីធ្លុងមួយអាហ្នឹងក៏យើងអាចរស់នៅប្រយុទ្ធនឹងពួកប្រជាមិត្តយើងបានដោយថាបេះដូងយើងវានៅកក់ក្ដៅជុំគ្នាអាហ្នឹងក៏យើងគាត់ថាប្រកែមួយយើងឈ្នះមួយគឺយើងឈ្នះសាមគ្គីផ្ទៃក្នុងតែយើងអត់ថៃវាយមកព្រំដែនក៏បាត់អាបែកបាក់ផ្ទៃក្នុងក៏បែកបាក់តើយើងនៅសល់អីគេទៀតឥឡូវហ្នឹងតើយើងនៅសល់អីទៀតយើងនៅសល់តែការអួតទេរាល់ថ្ងៃហ្នឹងគឺយើងនៅសល់តែមួយគត់គឺការអួតហើយនឹងយុទ្ធនាការគេហៅឃោសនាប្រជាពិធតែប៉ុណ្្នឹងឯងស្អំចិត្តប្រជាពលរដ្ឋសពបែបយ៉ាងអត់ទទួលស្គាល់ការពិតទេរឿងដែលចាញ់គេគឺរឿងដែលយើងចុះហត្ថលេខាឲ្យគេហើយឥឡូវយើងប្រាប់ថាអាហ្នឹងខុសច្បាប់ទេយើងចុះហត្ថលេខាឲ្យគេនៅណានៅហ្នឹងយើងថាអាហ្នឹងអត់ត្រូវច្បាប់ទេអ្នកឯងធ្វើអីនៅលើដីខ្មែរដែលព្រមឲ្យអ្នកឯងនៅណានៅហ្នឹងគឺខុសច្បាប់ខុសកន្លែងណាមើលអស់លោកនិយាយមើលខុសកន្លែងណាយើងនៅក្នុងមាត្រានៃបទឈប់បាញ់មានចែងតែចំណុចមួយទេតែយើងនិយាយថាកុំឲ្យធ្វើសកម្មភាពទាំងឡាយណាដែលឈានទៅដល់ការដែលផ្ទុះកម្លាំងប្រដាប់អាវុធជាថ្មីឬក៏បង្កើនកម្ដៅព្រំដែនជាថ្មីហើយអាសកម្មភាពដែលកើនកម្ដៅព្រំដែនហ្នឹងគឺបានន័យថាការមិនព្រមដកទ័ពថយទៅវិញការបង្កើនកម្លាំងទ័ពនៅជួរមុខការរុលហួសពីព្រំដែនកំណត់នៅក្នុងបទចរចានៃបទឈប់បាញ់ឡាក់ប៉ុន្តែអត់បានចែងថាថៃមិនអាចទៅសាងប្រាសាទរៀបចំជួសជុលប្រាសាទតាកបីមិនអាចចុះប្រាសាទតាកបីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចជាបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌ជាតិថៃវាអត់មានចែងសោះនៅក្នុងបទឈប់បាញ់ហ្នឹងបទឈប់បាញ់ហ្នឹងទៀតសោតក៏អត់ចែងទៀតថាពេលដែលឈប់បាញ់គ្នាហើយស្រួលបួលឥឡូវហ្នឹងណែឯងនៅណានៅហ្នឹងមែនប៉ុន្តែដល់តែពេលយើងស្រានត្រានចរចាគ្នាត្រូវណែឯងត្រូវដកថយឲ្យអស់ខ្ញុំប្រាប់សំបីតែយើងចែងថាអ្នកឯងដកថយឲ្យអស់ទៅដល់
ទីដើមវិញមុនថ្ងៃទី28ខែឧសភាឆ្នាំ2025ក៏ថៃអត់ទាន់រួចខ្លួនផងកម្ពុជាត្រូវដាក់ថាសំណងខូចខាតទាំងប្រមាណណាឯងត្រូវសងអំពីការឈ្លានពានខូចហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិខ្មែរយើងអីហ្នឹងត្រូវថែមចឹងទៀតផងតែយើងមានឯណាទៅហ៊ាននិយាយចឹងបងប្អូនគេកំពុងតែភ្ជង់ក្បាលយើងគេសម្លាប់បងប្អូនយើងមានតែព្រមសញ្ញេអីគ្រប់យ៉ាងហ្នឹងយកទៅដើម្បីសុខយើងអត់ទទួលស្គាល់ថាយើងដើម្បីសុខហើយយើងបានសុខតែយើងបាត់របស់យើងហើយឥឡូវយើងទៅឡំប៉ាថារបស់ហ្នឹងអត់បាត់ទេព្រោះយើងអត់ទទួលស្គាល់យើងអត់ទទួលស្គាល់មិនបើកិច្ចព្រមព្រៀងយើងសញ្ញេឲ្យគេនៅណាហើយថៃគេធ្វើនៅអ្វីដែលតាមកិច្ចព្រមព្រៀងហ្នឹងយើងរករឿងថៃបានណានៅក្នុងការដែលយើងចុះហត្ថលេខាជ្រុលជ្រោះហួសនេះតែរឿងថៃឈ្លានពានទន្ទ្រានលើសពីអ្វីដែលយើងព្រមព្រៀងគ្នាកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ប៉ុន្តែរដ្ឋាភិបាលកម្ពុជាដូចចាប់អន្ទង់ចឹងល្អិលបផ្លូចមិនដឹងថាអាទីតាំងដែលគេគ្រប់គ្រងបានពេលអាចរចាគ្នា27ខែធ្នូឆ្នាំ2025ហ្នឹងប្រមាណទីតាំងនៅកន្លែងណាមាននិយមការអីគេខ្លះដាក់មកនិយមការមានស្អីគេថ្ងៃមុនខ្ញុំនិយាយយាមការហ្នឹងគឺនិយមការពាក្យពិតគឺសម្ដៅ coordinate កន្លែងទីតាំងភូមិសាស្ត្រដាក់តាលេខកូដទៅចូលទៅដល់កន្លែងហ្នឹងដឹងប្រហែលទំហំប្រហែលអីប្រហែលបាត់ប្រហែលទីតាំងអត់ហើយចុះឥឡូវទទួលស្គាល់ពីមុនហ្នឹងប្រហែលហើយចុះក្រោយមកគេវាយបានក្រោយបាត់ឈប់បាញ់នេះប្រហែលទៀតអត់ហើយចេះតែមិនទទួលស្គាល់គ្រប់កន្លែងមិនទទួលស្គាល់អញ្ចឹងតែទទួលស្គាល់កន្លែងណាខ្លះបាទមិនទទួលស្គាល់កន្លែងក្រោយគេយកវាយក្រោយបាត់ឈប់បាញ់អាហ្នឹងខ្ញុំគាំទ្រយើងត្រូវតែតវ៉ាតែទៅតវ៉ាអ្វីដែលយើងចុះហត្ថលេខាព្រមគេហ្នឹងតែយើងយកច្បាប់អីមកប្រើខ្ញុំពងតែឆ្ងល់ហើយចុះនិស្សិតបញ្ញវន្តកវីបណ្ឌិតអ្នកច្បាប់អីនៅស្រុកខ្មែរហ្នឹងដេកលក់អស់ហើយអញ្ចឹងអត់ព្រមនិយាយប្រាប់មកថាអាហ្នឹងមិនឈ្នះគេទេព្រោះយើងសញ្ញេឲ្យគេហើយតែហេតុអីបានជានៅងាប់សំទោសប្រើពាក្យរៀងអសរោះបន្តិចហេតុអីបានជាយើងនៅងាប់កាឡានៅក្នុងការដែលចុះហត្ថលេខាឲ្យគេនៅណានៅហ្នឹងហើយមិនទទួលស្គាល់ហើយចាប់ផ្ដើមតវ៉ាប្រាប់ថាព្រំដែនប្រែប្រួលយើងមិនទទួលស្គាល់យើងសញ្ញេជារដ្ឋអធិបតេយ្យមួយយើងព្រមឲ្យគេហេតុអីបានទៅយកអាកាឡាចាញ់ហ្នឹងបើយើងឡើងទៅតុលាការយើងយកអញ្ចេះបើខ្ញុំធ្វើជាមេធាវីឲ្យកម្ពុជាខ្ញុំអត់ការពារក្តីឲ្យគាត់ទេទៅការពារក្តីមិនបើកូនក្តីអត់ព្រមដូរចំហផងហ្នឹងប្រាប់ថាអាកិច្ចសន្យាហ្នឹងគឺខ្ញុំសញ្ញេឲ្យខ្ញុំអត់ព្រមទទួលឥឡូវឧទាហរណ៍ខ្ញុំការពារក្តីឲ្យបងប្អូនរឿងតុងទីនរឿងកិច្ចសន្យាខ្ចីលុយចោះឧទាហរណ៍ឲ្យបងប្អូនស្រួលយល់បងប្អូនជាគូភាគី2នាក់ឆ្លោះគ្នាខ្ចីលុយគេ$50,000ឧទាហរណ៍ខ្ចីលុយគេ$50,000ចុះហត្ថលេខាប្រគល់លុយប្រគល់អីមានសាកសីមានអីផ្ដិតមេដៃផ្ដិតអីថា$50,000ហ្នឹងគឺយើងខ្ចីលុយហើយមានលក្ខខណ្ឌកខកខអីអញ្ចឹងទៅផ្ដិតមេដៃចុះហត្ថលេខាមានទទួលស្គាល់អីភាគីស្រាប់ដល់ពេលហើយយើងប្រាប់ថាអត់ទេលិខិតហ្នឹងចុះហត្ថលេខាខ្ញុំអត់ព្រមទទួលទេព្រោះអីកាលចុះហត្ថលេខាហ្នឹងគេគម្រាមកំហែងខ្ញុំឲ្យចុះហត្ថលេខាព្រមប៉ុន្តែការប្រាក់ថ្លៃពេកអូយ$50,000គាត់ការប្រាក់$10,000ហើយហ្នឹងវាច្រើនខ្ញុំទទួលយកអត់បានទេអញ្ចឹងខ្ញុំអត់ចាត់ទុកជាមុខៈអញ្ចឹងមករកមេធាវីប្តឹងដើម្បីឲ្យជួយការពារក្តីពិបាកស៊ីគេណាបងប្អូនណានៅពេលដែលយើងចុះហត្ថលេខានៅគេ$50,000នឹងការប្រាក់$10,000ហ្នឹងគឺយើងព្រមទទួលស្គាល់ថាយើងជាមនុស្សពេញវ័យអាយុ18ឆ្នាំហើយយើងថាគេគម្រាមកំហែងយើងអីហើយតែយើងថាបកាលពេលហ្នឹងនៅក្នុងកិច្ចសន្យាអត់មានដាក់នៅក្នុងលក្ខខណ្ឌគម្រាមកំហែងអីផងហ្នឹងព្រោះអីយើងអត់បានប្តឹងគេពីរឿងគម្រាមកំហែងបើចង់ឲ្យថៃថាអាលក្ខខណ្ឌរបស់យើងនេះចុះថ្ងៃ27ខែធ្នូឆ្នាំ2025ចាត់ទុកជាមុខៈហើយឲ្យរឿងហ្នឹងខ្លាយទៅជារឿងគម្រាមកំហែងមែនណាគឺតើតែយើងដាក់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិសិនដើម្បីឲ្យតុលាការហ្នឹងគេចេញមករកឃើញថាអាហ្នឹងគឺជាកិច្ចសន្យាគម្រាមកំហែងទេហើយនៅក្នុងច្បាប់ណាក៏ដូចច្បាប់ណាដែរបងប្អូននៅលើពិភពលោកគឺគេមិនទទួលយកកិច្ចសន្យាការព្រមព្រៀងណាដែលធ្វើដោយការបង្ខិតបង្ខំទេច្បាប់គេការពារយើងតានៅសាលាក្តីខ្មែរក្រហមដែលខ្ញុំធ្វើការផ្ទាល់នៅក្នុងសាលាក្តីជាអ្នកបកប្រែផ្ទាល់មាត់ពីខ្មែរទៅអង់គ្លេស7ឆ្នាំ
ចម្លើយសារភាពនៅគុកទួលស្លែងណាបងប្អូនចម្លើយសារភាពនៅគុកទួលស្លែងទាំងអស់ដែលជាចម្លើយសារភាពរបស់ជនជាប់ឃុំនៅទុកគុកទួលស្លែងជាង 10000 នាក់ក្រោមការគ្រប់គ្រងរបស់លោកឌុចណាគ្មានចម្លើយសារភាពណាមួយដែលតុលាការអឺសាលាក្តីខ្មែរក្រហមនេះយកមកធ្វើជាភ័ស្តុតាងដើម្បីដោះស្រាយនៅក្នុងតុលាការបានទេហើយបងប្អូនសួរខ្ញុំថាចុះបើអត់យកចម្លើយសារភាពហ្នឹងតើតឡាការគេកាត់ក្តីបានអីទៅព្រោះអីដូសៀឯកសារហ្នឹងនៅរាប់ម៉ឺនទំព័រនៅគុកទួលស្លែងហ្នឹងហើយសល់ទុកតាំងពីសម័យហ្នឹងហើយអ្នកដែលសារភាពហ្នឹងគេសរសេរដោយផ្ទាល់ដៃតាបងប្អូនត្រូវចាំថាអ្នកដែលសារភាពនៅគុកទួលស្លែងណាគឺសារភាពដោយការគំរាមកំហែងវាយជ្រក់ទឹកដកកញ្ចក់ចលក់ក្បាលទៅក្នុងពាងទឹកដើម្បីយកចម្លើយតើចម្លើយដែលចេញមកហ្នឹងយកមកបានជាការអីព្រោះមនុស្សឆ្លើយដោយយកឲ្យតែរួចខ្លួនរួចផុតពីការស្លាប់ហ្នឹងដូច្នេះតុលាការអន្តរជាតិនេះសម្រេចជាឯកច្ឆន្ទរាល់ការចោទប្រកាន់ថាអ្នកនេះជាពួក CIA អ្នកនេះជាកិញ្ញអ្នកនេះពួកក្បត់ប្រតិកិរិយាអ្នកនេះស្អីឬក៏មេកងនេះក្បត់មេភូមិនោះក្បត់លក្ខនឹងលក្ខគឺគេអត់អាចយកបានទាំងអស់ចម្លើយសារភាពបែបនេះគេយកបានតែមួយយ៉ាងគត់គឺតួលេខនៃអាយុឈ្មោះនឹងថ្ងៃចូលទៅគុកទួលស្លែងថ្ងៃគេយកទៅសួរចម្លើយនិងថ្ងៃគេយកទៅសម្លាប់ចោលអានឹងតួលេខបែបនេះតឡាការយល់ស្របថាអាចយកមកប្រើប្រាស់ជាភ័ស្តុតាងដើម្បីគ្រាន់តែកំណត់កាលបរិច្ឆេទនិងអត្តសញ្ញាណរបស់ជនរងគ្រោះនៅគុកទួលស្លែងគេយកមកប្រើប៉ុន្តែសក្ខីកម្មតាមការធ្វើទរណកម្មអីផ្សេងទៀតគឺគេអត់យកប្រើបានទេចោលទាំងអស់ហេតុអីបានជាច្បាប់គេឲ្យចោលទាំងអស់ព្រោះច្បាប់នៅអន្តរជាតិគឺគេការពារថារាល់សក្ខីកម្មកិច្ចសន្យាការឆ្លើយដាក់បន្ទុកអីក៏ដោយដែលធ្វើក្រោមការផ្ជុំកំភ្លើងការគំរាមកំហែងការសម្លុតបំភ័យពីប៉ូលីសពីអ្នកណាទាំងអស់គឺអត់យកជាការបានទេហើយនៅក្នុងតុលាការនៅស្រុកអាមេរិកនេះបងប្អូនណាបើដឹងថាចម្លើយដែលសាកសីឆ្លើយមកទៅក្នុងពេលដែលប៉ូលីសសម្លុតហើយអត់ប្រាប់សិទ្ធគាត់ណាអត់ប្រាប់សិទ្ធថាអូឥឡូវណែឯងកំពុងរងការចាប់ខ្លួនហើយប៉ូលីសនៅស្រុកអាមេរិកនេះគឺលើកទី1ក្នុងពេលដែលសួរចម្លើយរបស់ជនសង្ស័យណាម្នាក់នៅពេលដែលឃុំខ្លួនខាត់ខ្លួនគេគឺប៉ូលីសទាំងអស់នៅសហរដ្ឋអាមេរិកទាំងអស់អត់មានលើកលែងប៉ូលីសមួយណាទេគឺត្រូវសូត្រច្បាប់ Miranda Rights គឺសូត្រច្បាប់ឲ្យជនសង្ស័យស្ដាប់ភ្លាមព្រោះអីអ្វីដែលជនសង្ស័យឆ្លើយគឺវានឹងជាប់ទោសនៅក្នុងតុលាការព្រោះអីជាចម្លើយមុខប៉ូលីសអញ្ចឹងគាត់តែឆ្លើយទៅបើគាត់អត់សូត្រសុទ្ធសិទ្ធនឹងឲ្យជនជាប់ចោតឬក៏ជនសង្ស័យស្ដាប់ចម្លើយទាំងអស់ដែលបានមកយកទៅដាក់នៅក្នុងតុលាការគឺនឹងឆាចោលទាំងអស់ហើយជននោះនឹងរួចខ្លួនព្រោះអីគេថាប៉ូលីសអត់បានប្រាប់សិទ្ធគេផងអញ្ចឹងប៉ូលីសសូត្រសិទ្ធដូចអីទី1អ្នកឯងកំពុងស្ថិតក្រោមការឃុំខ្លួនហើយអ្នកឯងមានសិទ្ធដូចតទៅទី1សិទ្ធនៅស្ងៀមមិនស្រដីតាពាជ័យខ្ចីជាងតនេមាត់ខ្ញុំថែមតាពាជ័យខ្ចីជាងតនេមាត់សិទ្ធនៅស្ងៀមជាងស្រដីហ្នឹងគឺសិទ្ធមិនឆ្លើយអីក៏បានដែរអត់មានទោសទណ្ឌអត់មានវាយដំដបងឆក់អីទេព្រោះអីអ្នកមិនចាំបាច់ឆ្លើយដាក់បន្ទុកខ្លួនឯងទេនេះគឺជាសិទ្ធការពារដោយរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកសិទ្ធនេះគឺគាត់សូត្រចឹងហ្មងអញ្ចឹងអ្នកឯងស្ដាប់ទៅអ្នកឯងមានសិទ្ធមិននិយាយអីក៏បានដែរព្រោះអីអ្វីដែលអ្នកឯងនិយាយបើជ្រុលជានិយាយគឺអាសក្ខីកម្មហ្នឹងនឹងយកទៅដាក់បន្ទុកអ្នកឯងនៅពេលធ្វើសវនាការប៉ូលីសត្រូវប្រាប់អញ្ចឹងទៀតទី2អ្នកមានសិទ្ធហៅរកមេធាវីអ្នកអត់និយាយអីសោះក៏ដោយបើចង់បានមេធាវីគេខលហៅមេធាវីឲ្យភ្លាមបើសិនជាអ្នកសម្រេចថាមានមេធាវីគេអត់តន់សួរអីឥឡូវចាំមេធាវីតើតែសូត្រ4 5ចំណុចហ្នឹងអស់បានគេចាប់ផ្ដើមសួរហើយនៅពេលដែលគេចាប់ផ្ដើមសួរជនជាប់ចោតឬជនសង្ស័យនឹងឆ្លើយអីខ្លាយជាបន្ទុកនៅក្នុងសវនាការហើយព្រោះអីប៉ូលីសគេបាន